Hello សួស្តីទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកកាន់វីដេអូ part 3គឺជាវីដេអូបរិញ្ញាតាក់ទងជាមួយនឹង PD Array ហើយវីដេអូនេះគឺយើងរៀនតាក់ទងជាមួយនឹង Order Block មុននឹងចូលទៅកាន់មេរៀនខ្ញុំចង់សួរទៅអ្នកនរគ្នាថាអ្នកដែលបានប្រឡូកនៅក្នុងវិស័យ trading នេះតើអ្នកទាំងអស់គ្នាបានស្គាល់នៅអ្វីជា PD Array ហើយ PD Array ហ្នឹងមានប្រមាណខ្លះ PD Array ហ្នឹងគេធ្វើដើម្បីអ្វីឬក៏គេរៀន PD Array ហ្នឹងដើម្បីអ្វីបើអ្នកអត់តន់ចេះបើអ្នកអត់តន់យល់ទេបើហើយបើសិនជាអ្នកនរគ្នាចង់រៀនចង់បានវីដេអូមេរៀនដែល free ដែលអត់គិតថ្លៃហើយចង់បានមានអ្នក support ទៀតអ្នកនរគ្នាគ្រាន់តែ comment អូខេនៅខាងក្រោមវីដេអូខាងយើងខ្ញុំនឹងតាក់ទងទៅអ្នកនរគ្នាឬក៏អ្នកនរគ្នាឆាតមកផឹកផ្ទាល់ក៏បានងាយស្រួលអញ្ចឹងកុំឲ្យចំណាយពេលយូរតោះយើងចូលទៅកាន់វីដេអូតាក់ទងជាមួយនឹង PD Array Part 3ទាំងអស់គ្នាអូខេអ្នកនរគ្នាដូចអ្នកនរគ្នាបានឃើញនៅលើផ្ទាំងខាងលើនេះថ្ងៃនេះខ្ញុំនឹងបង្ហាត់តាក់ទងជាមួយនឹង Order Block តើ Order Block ហ្នឹងគឺជាអ្វីហើយ Order Block ហ្នឹងមានសារៈសំខាន់អ្វីខ្លះសម្រាប់ឲ្យអ្នក trader យកមកប្រើប្រាស់ជាក់ស្ដែងអ្នកនរគ្នាដឹងហើយថា Order Block នេះគឺជាទីផ្សារមួយគឺជាកន្លែងមួយដែលសម្រាប់ប្លុកទីផ្សារមិនឲ្យបន្តកំណើតកើតទៅលើទៀតហើយ Order Block នេះយើងមើល candle វាមិនដើម្បីថាយើងដឹងថាហ្នឹងជា Order Block Order Block ហ្នឹងមានពីរទី1យើងមើលពី bullish Order Block មួយទៀតនិង bearish Order Block ខាងលើនេះគេលំហូរ bullish ហើយនេះជា Order Block Order Block អ្នកនរគ្នាត្រូវចំណាំទៅពីច្រើន Order Block កើតនៅតំបន់support and resistance support and resistance បើសិនជាអ្នកនរគ្នាចង់រក Order Block confirm buy អ្នកនរគ្នាត្រូវរក Order Block នៅតំបន់ support ជាពិសេសភាគច្រើន Order Block នឹងកើតនៅកន្លែងបង្កើតជា liquidity ឬក៏ sell side liquidity and buy side liquidity Order Block នឹងដែល Order Block នឹងដែល soft Order Block ដែលមានប្រសិទ្ធភាពគឺជា Order Block មួយដែលតូចមានរូបរាងតូចជាង candle បន្ទាប់អ្នកគ្នាតតា candle មួយនឹងតូចជាង candle បន្ទាប់ទើបអាចចាប់តំបន់មួយនឹងជា Order Block បានដូចឃើញនៅក្នុងរូបខាងនេះអានេះជា bullish Order Block ហើយនេះជា bearish Order Block អញ្ចឹង Order Block យើងអាចមើលអញ្ចឹងបានឃើញរូបរាងខាងនេះវាតូចជាង candle បន្ទាប់អានឹងអាចចាប់ជា bullish អាចចាប់ជា Order Block អាកន្លែងនេះជា bearish Order Block អញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅមើលក្រាហ្វទាំងអស់គ្នានេះ confirm សារខ្ញុំប្រហែលមិនសមមិញថ្ងៃនេះយើងកុំឲ្យខាតពេលយូរយើងដើររមើល candle ណាដែលតាក់ទងជាមួយនឹង Order Block នេះដូចជា candle នេះគឺមាននៅក្នុងលំហូរ uptrend candle នេះមានរូបរាងតូចជាង candle បន្ទាប់អានេះជា Order Block បាន Order Block ហ្នឹងគឺជាតំបន់ដែលផ្សារត្រូវមកប៉ះត្រូវមកយកវិញឃើញទេអ្នកនរគ្នាហើយ Order Block ដែលមានប្រសិទ្ធភាពឬក៏អត់មានប្រសិទ្ធភាពអ្នកនរគ្នាត្រូវចំណាំថា Order Block ហ្នឹងតតែទីផ្សារលំហូរផ្សារមួយទៀតដែលត្រូវមកប៉ះហើយអត់ទម្លុះ Order Block មួយហ្នឹងហើយបិទ candle stick គឺខ្លួនប្រាណរបស់ candle ហ្នឹងបិទនៅខាងលើ Order Block ហ្នឹងទៅ Order Block ហ្នឹងមានប្រសិទ្ធភាពបើសិនជាចាក់ទម្លុះអត់មានប្រសិទ្ធភាពយើងអាចយកមកប្រើការកើតទេដោយ Order Block កន្លែងនេះគឺជា Order Block សំខាន់មួយដែលអាចលុបទីផ្សារអត់ឲ្យទីផ្សារហ្នឹងបន្តធ្លាក់ចុះអានឹងយើងនិយាយងាយស្រួលស្ដាប់ទៅ Order Block គឺជា candle មួយសម្រាប់ទប់ស្កាត់ទីផ្សារមិនឲ្យឡើងហើយក៏មិនឲ្យចុះអាហ្នឹងសម្រាប់ក្រុមហ៊ុនធំគឺគេប្លុកទីផ្សារមិនឲ្យឡើងបន្តទៅលើទៀតឬក៏មិនឲ្យចុះមកបន្តទៀតដោយកាលនេះអ្នកគ្នាឃើញដំណើរអ្នក sell ហ្នឹងខ្លាំងធ្លាក់មក5 candle sell រហូតមកដល់កន្លែងប៉ះជាមួយនឹងតំបន់ Order Block នេះពុបអត់អាចបន្តចុះមកក្រោមទៀតបាននេះគឺហក់ឡើងទៅលើវិញអញ្ចឹងមានន័យថា Order Block ហ្នឹងគឺសំខាន់សម្រាប់ទប់លំហូរនៃទីផ្សារកុំឲ្យឡើងឬក៏កុំឲ្យចុះអានេះជាលំហូរនៃជាbullish Order Block bullish Order Block មានន័យថាទប់តម្លៃ Order Block នឹងហើយទប់តម្លៃហើយឲ្យទីផ្សារនឹងហក់ឡើងទៅលើវិញនឹងជា bullish Order Block ឥឡូវយើងមករកមើល Order Block ផ្សេងទៀតកន្លែងនេះក៏អាចរាប់ថាជាតំបន់ Order Block ដែរណាបងប្អូនដោយសារទៅទីផ្សារនេះយើងកន្លែងនេះដោយសារតែ candle មួយនេះមកចាក់ចូលនៅតំបន់ Order Block កន្លែងនេះហើយវាអត់បំបែកទេវាអត់ចាក់ទម្លុះខាងនេះទេប្រយ័ត្នអ្នកនេះអត់ចាក់ទម្លុះមកក្រោមឲ្យផុត candle អាចុងកន្ទុយ wick low របស់Order Block ចាស់ហ្នឹងទេវាអត់មកចាក់ទម្លុះទេអញ្ចឹងមានន័យថា Order Block ហ្នឹងយើងអាចប្រើការកើត
ឲ្យសំខាន់ឲ្យតែបិទនៅក្នុងរ៉ែងឬក៏បិទនៅលើរ៉ែងដោយមិនចាក់ទម្លុះរ៉ែងដាច់អាហ្នឹង O develop ហ្នឹងអូខេហើយយើងអាចប្រើការកើតអាហ្នឹងជាតំបន់ O develop អ្នកនរគ្នាអាចរកបានជាពិសេសនៅតំបន់ខាងក្រោមជា support និង resistance នៅខាងលើកន្លែងនេះ O develop មួយដែរ O develop ធំកន្លែងនេះដែរអត់មានទីផ្សារណាតមកប៉ះទេហើយមាន liquidity នៅខាងក្រោមទៀតអត់មានទីផ្សារតមកប៉ះទេអញ្ចឹងយើងដែលរកមើល O develop ផ្សេងទៀតដែលវាមើលទៅមានសុវត្ថិភាពយើងព្រម time frame មក time frame 15នាទី time frame 15នាទីយើងស្រួលក្នុងការរកមើលនេះជាលំហូរ uptrend វាអត់ងាយមាន O develop ណាមកប៉ះទេនេះជាលំហូរ uptrend កន្លែងនេះក៏អាចរាប់ជា O develop ដែរតំបន់នេះអានេះគឺជា O develop ដែរអ្នកនរឃើញអត់ទីផ្សារនេះហក់ចុះមកប៉ះហក់ឡើងទៅលើទៀតហ្នឹងក៏រាប់ជា O develop ដែរយើងរក O develop ដូចជាមិនសូវជាពិបាកប៉ុន្មានទេអ្នកនរ O develop យើងចំណាំមើលថា candle មួយតូច candle ដែលតូចជាង candle បន្ទាប់អាហ្នឹងជាតំបន់ O develop កន្លែងនេះអានេះជា O develop មួយអានេះជា O develop មួយអានេះជា bullish O develop សម្រាប់ទុកតម្លៃឲ្យរុញច្រានទីផ្សារហ្នឹងឡើងទៅលើទុកតម្លៃปุ๊បផ្សារចុះមកប៉ះជាមួយនឹង O develop ហ្នឹងរុញទីផ្សារឡើងទៅលើអាហ្នឹងជា O develop ហើយមួយទៀតយើងរកនៅ bullish O develop អ្វីទៅជា bullish O develop bullish O develop អត់ខុសពី bearish O develop ទេទុកតម្លៃបានដូចគ្នានេះជា bullish O develop ហើយនេះជា bearish O develop កន្លែងនេះឃើញអត់នៅនេះជា bearish O develop មានន័យថាទីផ្សារហក់ឡើងទៅប៉ះនៅកន្លែងហ្នឹងហើយទីផ្សារហក់ឡើងទៅប៉ះនៅកន្លែងហ្នឹងហើយវាអត់ pull back ទេតាំងពីទីផ្សារខាងនេះអានេះហក់ប៉ះទៅម្ដងធ្លាក់មកវិញហក់ទៅម្ដងទៀតធ្លាក់មកវិញហក់ទៅម្ដងទៀតធ្លាក់មកវិញធ្លាក់រហូតដល់ឡើងកន្លែងនេះហក់ទៅម្ដងទៀតក៏នៅតែធ្លាក់មកវិញដែរអានេះជា O develop តំបន់ O develop គឺជាតំបន់ដែលទប់ទីផ្សារមិនឲ្យឡើងទៅហូបបានអានេះក៏ជា O develop ដែរហ្នឹងនេះអានេះគឺជា O develop បានដូចគ្នាឃើញអត់ candle នេះទៅជាង candle មួយនេះទៅជាង candle មួយនេះទប់តម្លៃទីផ្សារបានដូចគ្នាអញ្ចឹងយើងមើលងាយទៅ O develop យើងរកតំបន់វាមាន bullish O develop មាន bearish O develop អានេះគឺយើងអាចចាត់ជា O develop បានទេអ្នកនរគ្នានេះcandleនេះអាចចាត់ជា O develop បានដូចគ្នាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ថាអ្វីទៅជា O develop O develop គឺជា candle មួយដែលទប់លំហូរទីផ្សារមិនឲ្យទីផ្សារហ្នឹងបន្តឡើងទៅលើទៀតឬក៏មិនឲ្យទីផ្សារហ្នឹងបន្តធ្លាក់មកក្រោមទៀតហៅថា O develop O develop កន្លែងនេះទប់ទាំងលំហូរនេះទប់ទាំងលំហូរខាងនេះអត់ឲ្យមកផុតទេប៉ះគ្រាន់តែប៉ះឡើងទៅលើវិញអាហ្នឹងជា bullish O develop មានន័យថាទប់កម្លាំងមិនឲ្យធ្លាក់ចុះមកក្រោមបន្តឡើងទៅលើទៀតអូខេអ្នកនរគ្នា O develop ភាគច្រើន confirm ជាមួយនឹងទីផ្សារដែលរត់ទៅតាម technical ដោយសារទីផ្សារនេះវារត់ទៅតាម uptrend and downtrend អញ្ចឹងវាអត់អាច clear O develop ច្បាស់ទេអញ្ចឹងវារត់ទៅតាម downtrend and uptrend នេះអានេះបើនិយាយបើយើងមើលនៅក្នុង bearish អានេះជា O develop របស់ bearish មួយពេលផ្សារហក់ទៅប៉ះវាតម្លាក់ខ្លួនមកវិញអានេះជា O develop បន្ទាប់អានេះក៏ជា O develop ដែរ candle មួយដែលតូចអាហ្នឹងអាចជា O develop គឺជាអានេះជា O develop ដូចគ្នាពេលដែលទីផ្សារហត់ទៅប៉ះក៏ធ្លាក់បានដូចគ្នាហើយនេះក៏គឺជា O develop ដែរ bearish O develop
ភាសា order block កើតនៅក្នុងតំបន់ high and តំបន់ low អ្នកគ្នាត្រូវចំណាំថា order block កើតនៅក្នុងតំបន់ high and តំបន់ low ហើយជា order block ដែរអានេះក៏ជា order block អូខេអ្នកនរគ្នាវីដេអូនេះមានប៉ុណ្្នឹងទេយើងមើល order block យើងឡើងរកមើល order block ងាយៗទៅអានេះក៏ជាvery order block ដែរសិតតែជា order block យើងមើល candle ចំណុចចំប្លុកកណ្ដាលហ្នឹងអាហ្នឹងអាចហៅផ្សេងខ្លះកន្លែងខ្លះជា breaker block កន្លែងខ្លះជា CISD អញ្ចឹងទៅតែសំខាន់ order block យើងចាំបាននៅលើតំបន់ support and resistance ដែលសោះបំផុតតែតំបន់ order block ដែលល្អបំផុតហ្នឹងគឺ order block ដែលមាន IVG នៅជាប់ជាមួយហ្នឹងជា order block ដែលល្អបំផុតមាន IVG ជាប់នៅចិត្តជាមួយអ្នកនរគ្នាតើ order block ហ្នឹងមាន IVG នៅចិត្តជាមួយបានវាសាបវាមានសមត្ថភាពខ្ពស់អញ្ចឹងខ្ញុំរកមើលឧទាហរណ៍ឲ្យអ្នកនរគ្នាមើលមួយ order block ដែលមាន IVG នៅជាប់ជាមួយនេះណាបងនេះអានេះអាចហៅថាជា order block ដែលមាន IVG ជាប់នៅជាមួយជា bearish order block bearish order block ហ្នឹងវាមកនេះជា IVG អ្នកនរគ្នាបានរៀនហើយអានេះជា IVG ហើយនេះជា order block មាន IVG នៅជាមួយហ្នឹងអានឹងជា order block ដែលសោះបំផុតដែលមានសុវត្ថិភាពបំផុតហើយនេះក៏ដូចគ្នាដែរជា order block ដែលមាន IVG នៅជាមួយដូចគ្នាអានឹងសិតតែជា order block ដែលសោះដែលមានសុវត្ថិភាពហី order block ដែលមាន IVG នៅជាមួយហើយនេះក៏ជា order block ដែរអ្នកនរគ្នានេះតំបន់នេះជា order block ដែរតែមានមូលហេតុអ្វីបានជាមកផ្សារនេះមកប៉ះ order block ហើយវាអត់ធ្លាក់បែរជាឡើងយកកម្លាំងបន្តិចហើយវាបន្តធ្លាក់ដែលជាអានេះជាលំហូរ down trend អញ្ចឹងទីផ្សារនឹងអត់អាចហក់ឡើងទៅលើបានទេ order block នេះមានសិទ្ធិទប់ត្រឹមតែទប់បានតមកគណៈពេលដល់ផ្សារនឹងហក់ចូលមកក្រោមឲ្យផ្ដាច់ order block ហ្នឹងទេធ្វើទីផ្សារនឹងត្រូវតែមកretest ជាមួយ order block ឲ្យហក់ឡើងទៅវិញយកកម្លាំងឲ្យធ្លាក់ចូលមកក្រោមទៀតហើយនេះមាន IVG ដូចគ្នាអាហ្នឹងគឺជា order block មួយដែលសំខាន់ដែរបើសិនជាអ្នកនរគ្នាទីផ្សារនេះរត់ទៅតាម technical គឺនៅក្នុងអត់មាននៅក្នុងលំហូរ down trend ឬក៏លំហូរ up trend ទេច្បាស់ណាស់ទីផ្សារនឹងពុះបែកឡើងទៅលើតែនេះជាលំហូរ up trend លំហូរ down trend ទីផ្សារអាចឡើងទៅលើបានទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងរបៀបមើល order block និងរបៀបហ្នឹងហើយរបៀបការរកមើល order block សង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយអាចចេះប្រើប្រាស់នៅក្នុងការរក confirm ផ្សារដែលមាន order block នៅក្នុងហ្នឹង